នេះគឺជាទីក្រុងដែលមានពន្លឺព្រះអាទិត្យ333ថ្ងៃហើយជីវិតពិតកំពុងតែរស់នៅក្នុងផ្ទាំងគំនូរសូមស្វាគមន៍បងប្អូនអរគ្នាមកកាន់ទីក្រុង Calgary នៃខេត្ត Alberta របស់ប្រទេសកាណាដាជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះចង់អញ្ជើញបងប្អូនអរគ្នាធ្វើដំណើរកម្សាន្តជាមួយខ្ញុំបាទពីតឆ្ពោះទៅកាន់ទីក្រុង Calgary នៃប្រទេសកាណាដាថាតើមានអ្វីពិសេសខ្លះការធ្វើដំណើររបស់ខ្ញុំបាទពីតលើកនេះជ្រើសរើសការហៅជាមួយនឹងក្រុមហ៊ុនអាកាសចរ Etihad Airways ដោយដែលបងប្អូនអរគ្នាបានដឹងហើយថា Etihad Airways គឺជាក្រុមហ៊ុនអាកាសចរដែលទើបតែនឹងចូលទីផ្សារនៅក្នុងប្រទេសកម្ពុជាទេប៉ុន្តែទទួលបានការគាំទ្រខ្លាំងមែនទែនដោយសារតែក្រុមហ៊ុនអាកាសចរ Etihad ផ្ដោតទៅលើផាសុកភាពសុវត្ថិភាពហើយនិងប្រណិតភាពនៅក្នុងការបើកបរផងដែរអ្វីដែលខ្ញុំជ្រើសរើសការហៅជាមួយនឹងក្រុមហ៊ុន Etihad គឺទទួលបានអត្ថប្រយោជន៍ច្រើនមែនទែនបងប្អូនអរគ្នាគ្រាន់តែមានជាមួយនឹងប្រភេទ account Etihad បងប្អូនអរគ្នានឹងទទួលបាន mile ដើម្បី upgrade ទៅជា business class first class ហើយនិង first resident ផងដែរអ្វីដែលខ្ញុំជ្រើសរើសការហៅលើកនេះគឺជាប្រភេទ business class បើនិយាយអំពី business class របស់ក្រុមហ៊ុនអាកាសចរ Etihad គឺមានតម្លៃល្អមែនទែនបងប្អូនអរគ្នានៅក្នុងការ booking ហោះហើរទៅកាន់គោលដៅជាច្រើននៅលើពិភពលោកផងដែរឥឡូវនេះយើងបានធ្វើការចុះចតមកកាន់ទីក្រុង Calgary នៃខេត្ត Alberta ហើយថាតើមានអ្វីពិសេសខ្លះអ្វីដែលជាបទពិសោធន៍ខ្ញុំបាទពីតនៅពេលដែលធ្វើការចុះចតនៅកាន់ទីក្រុង Calgary ភ្លាមអ្វីដែលខ្ញុំទទួលបានបទពិសោធន៍ហាក់បីដូចកំពុងតែស្ថិតនៅក្នុងផ្ទាំងគំនូរនៃជីវិតពិតនៃការរស់នៅផងដែរអ្វីដែលសំខាន់បងប្អូនអរគ្នានៅពេលដែលយើងនឹកឃើញអំពីប្រទេសកាណាដាគេតែងតែនឹកឃើញតំបន់ស្អាតជាច្រើនដូចជារូងភ្នំ Rocky ដែលយើងឆ្ពោះពីទីក្រុង Calgary ប្រហែលជា1ម៉ោងទៅ2ម៉ោងបន្តមកទៀតយើងនឹងចូលទៅក្នុងរូងភ្នំ Rocky ដើម្បីឃើញទេសភាពដ៏ស្រស់ស្អាតគឺ Banff National Park នេះផងឯង Banff National Park គឺជាទីតាំងដ៏ពេញនិយមហើយក៏ជា tourist destination ដែលពិភពលោកចង់មកទទួលយកបទពិសោធន៍នៃជីវិតពិតនៅក្នុងការរស់នៅក្នុងផ្ទាំងគំនូរមិនត្រឹមតែប៉ុណ្ណោះទទួលបាននូវទស្សនីយភាពដ៏អស្ចារ្យពីបឹង Lewis ដែលជាបឹងដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោកអ្វីដែលខ្ញុំទទួលបានបទពិសោធន៍នៅទីនេះហាក់បីដូចជាយើងកំពុងតែរស់នៅក្នុងផ្ទាំងគំនូរដែលតែងតែឃើញផ្ទាំងគំនូរគេគូរតាមជញ្ជាំងផ្ទះឬក៏ជញ្ជាំងអគារផ្សេងៗគឺតែងតែឃើញអំពីបឹង Lewis ហើយនិង Banff National Park នេះឯងជីវិតមនុស្សរស់នៅជាមួយនឹងធម្មជាតិនៅពេលដែលយើងធ្វើការជិះឡានដើម្បីទស្សនីយភាពនៃ Banff National Park យើងតែងតែជួបជាមួយនឹងសត្វខ្លាឃ្មុំសត្វក្តាន់ដែលមានការរត់ចេញចូលទៅតាមខ្នល់ដែលយើងកំពុងតែធ្វើដំណើរនេះឯងហាក់បីដូចជាធ្វើឲ្យជីវិតរបស់យើងស្រស់បំព្រងជាមួយនឹងធម្មជាតិផងដែរហើយក្នុងពេលវេលាវិស្សមការរបស់បងប្អូនទាំងអស់គ្នានៅពេលខាងមុខខ្ញុំចង់អញ្ជើញបងប្អូនអរគ្នាមកទទួលយកបទពិសោធន៍ពីទីក្រុង Calgary នៃខេត្ត Alberta របស់ប្រទេសកាណាដានៅពេលខាងមុខជូនពរបងប្អូនអរគ្នាសុខភាពល្អនិងសំណាងល្អកុំភ្លេចដាក់ទីក្រុង